បាទគ្រប់ជំរាបសួរលោកគ្រូអ្នកគ្រូជាទីស្រឡាញ់រាប់អានអញ្ចឹងថ្ងៃហ្នឹងយើងតមកវីដេអូរបៀបប្រើប្រាស់ប្រព័ន្ធបង្កើតកិច្ចតែងការបង្រៀនថ្មីបាទចំនួនទី7បាទអញ្ចឹងចំនួនទី7នេះខ្ញុំបានអាប់ដេតមួយចំនួនហើយក៏បាទឈប់ឲ្យប្រើប្រាស់ free ដែរគឺយើងបានប្រើប្រាស់ free មកច្រើនខែកន្លងមកហើយដែរអញ្ចឹងពេលដែលលោកគ្រូអ្នកគ្រូចូលទៅដល់ប្រព័ន្ធរបស់ខ្ញុំគឺវាមានទម្រង់បែបនេះអញ្ចឹងលោកគ្រូត្រូវរក password មកដាក់សិនអញ្ចឹងខ្ញុំមានផ្នែកខាងឆ្វេងដៃរបស់យើងទី1គឺសភៅណែនាំហ្នឹងគឺខ្ញុំផ្ដោតទៅលើប្រព័ន្ធមុនលោកគ្រូអ្នកគ្រូឆាតសួរច្រើនដាក់ឲ្យគាត់ប្រើប្រាស់រួចគាត់ឆាតសួរថាទៅយកសភៅសិក្សាគោលនៅណាអញ្ចឹងខ្ញុំបានដាក់ link នៅក្នុងនឹងតែម្ដងអញ្ចឹងដល់ពេលដែលលោកគ្រូអ្នកគ្រូចុចទៅលើ link ហ្នឹងវានឹងទៅដល់ផ្ទាំងសាលា digital ហើយបណ្ដុំសភៅសិក្សាគោលគឺមាននៅក្នុងនឹងលោកគ្រូអ្នកគ្រូបរិញ្ញាបត្រថ្នាក់ទីប្រមាណអាចទៅ download ហ្នឹងយកមក screenshot មេរៀនទុកធ្វើជាកិច្ចតែងការរបស់យើងបានបាទហើយប្រព័ន្ធយើងហើយនឹងមួយទៀតគោលការណ៍នៃការប្រើប្រាស់ប្រព័ន្ធអញ្ចឹងលោកគ្រូអ្នកគ្រូចុចពលាទៅនឹងមកសូមអានគោលការណ៍សិនបានន័យថាប្រព័ន្ធយើងនេះគឺបង្កើតដោយ AI មុខងារ AI ជាអ្នកធ្វើការតែរាល់ការប្រើប្រាស់របស់លោកគ្រូអ្នកគ្រូត្រូវមានទំនួលខុសត្រូវខ្លួនឯងដែលខ្ពស់អញ្ចឹងខ្ញុំបានដាក់គោលការណ៍មួយចំនួននៅក្នុងហ្នឹងលោកគ្រូអ្នកគ្រូសូមអានដោយយកចិត្តទុកដាក់ហើយជឿជាក់សន្មតអីទិន្នន័យដែល AI ផលិតចេញមកលោកគ្រូអ្នកគ្រូត្រូវយកវាមកថ្លឹងថ្លែងមកវិភាគឲ្យបានត្រឹមត្រូវចាំសម្រាប់ចិត្តថាយកលទ្ធផលមួយនឹងទៅប្រើប្រាស់ជាផ្លូវការតែខ្ញុំនៅតែលើកចិត្តឲ្យលោកគ្រូអ្នកគ្រូវិភាគថ្លឹងថ្លែងនិងកែលម្អពីលទ្ធផលដែល AI ផលិតឲ្យយើងនឹងសិនចាំយកវាទៅប្រើប្រាស់ជាផ្លូវការបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចចូលអានកន្លែងទៅនឹងបានខ្ញុំបានដាក់ឲ្យនៅក្នុងហ្នឹងហើយអូខេបន្តមកទៀតបាទស្នើសុំពាក្យសម្ងាត់បាទពាក្យសម្ងាត់ហ្នឹងគឺពាក្យសម្ងាត់សម្រាប់ចូលប្រើប្រាស់ប្រព័ន្ធបង្កើតកិច្ចតែងការបង្រៀនយើងនឹងឯងអញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែចុចទៅលើហ្នឹងទៅវានឹងផ្ដល់ link Telegram របស់ខ្ញុំលោកគ្រូអ្នកគ្រូគ្រាន់តែចុចនេះខ្ញុំបើកនៅលើកុំព្យូទ័រលោកគ្រូអ្នកគ្រូបើលើទូរស័ព្ទប្រហែលជាវា load direct ចុចទៅវានឹងផ្ញើពាក្យពេចន៍អីសំរុំប្រកបដោយវិជ្ជាជីវៈដោយលោកគ្រូអ្នកគ្រូមិនបាច់ចាំបាច់សរសេរទេគឺគ្រាន់តែចុចបញ្ជូនទៅវាទៅអូតូម៉ាទិកតែម្ដងបាទអញ្ចឹងខ្ញុំសូម login password ចូលឬក៏ពាក្យសម្ងាត់ចូលប្រើប្រាស់តែម្ដងបាទខ្ញុំសូម login តែម្ដងថាសយកហើយខ្ញុំចូលប្រព័ន្ធនៅពេលដែលលោកគ្រូបាន password ពីខ្ញុំមកហើយលោកគ្រូគ្រាន់តែយកមកដាក់កន្លែងពាក្យសម្ងាត់ហ្នឹងរួចចុចពាក្យថាចូលប្រព័ន្ធទៅគឺវានឹងចូលទៅដល់ប្រព័ន្ធបង្កើតកិច្ចតែងការបង្រៀនយើងដូចគ្នាអញ្ចឹងនៅក្នុងប្រព័ន្ធនេះគឺខ្ញុំបាន update ថ្មីច្រើនបាទមុខងារទាំងអស់នេះគឺដំណើរការទាំងអស់ហើយចឹងអ្វីដែលលោកគ្រូអ្នកគ្រូត្រូវធ្វើដំបូងនេះយើង scroll ខាងស្ដាំដៃរកពាក្យថាកំណត់គឺយើងដាក់ API key ដើម្បីប្រើប្រាស់មុខងារ AI ដោយសារលើកមុនខ្ញុំអត់ឲ្យប្រព័ន្ធយើងចាស់ពីទី1ដល់ទី5គឺខ្ញុំអត់មានកំណត់ទេគឺខ្ញុំប្រើ API key របស់ខ្ញុំផ្ទាល់តែវាអស់ credit ទៅអស់ token ទៅគឺវា error អញ្ចឹងជំរើសលើកនេះគឺខ្ញុំមានតែប្រើប្រាស់មុខងារមួយហ្នឹងហើយដោយសារ API key ខ្ញុំទិញមុនហ្នឹងគឺវាថ្លៃហើយវាប្រើអស់លឿនអញ្ចឹងក៏ខ្ញុំសម្រេចចិត្តដាក់ហ្នឹងអញ្ចឹងដើម្បីបើសិនជាលោកគ្រូអ្នកគ្រូអត់ទាន់មាន API key ទេលោកគ្រូអ្នកគ្រូចុចនេះចុចទៅរកនេះមកបាទចុចទៅយកបែបហ្នឹងមកបាទនេះដោយសារ Gmail ខ្ញុំអត់មានបានភ្ជាប់អញ្ចឹងខ្ញុំសុំ cancel បាទអញ្ចឹងខ្ញុំសុំបើកមួយទៀតបាទនេះនៅពេលដែលលោកគ្រូអ្នកគ្រូចុចទៅគឺដល់ link បែបនេះអញ្ចឹងចំណុចទៅហ្នឹងគឺកន្លែងដែលយើងបង្កើត API key ហើយនឹងយកវាទៅប្រើប្រាស់ហើយបើសិនជាលោកគ្រូអ្នកគ្រូអត់ទាន់ចេះបង្កើតគណនី Google AI Studio បានជា API key ទេលោកគ្រូអ្នកគ្រូអាច search នៅក្នុង YouTube បានបាទចំណុចហ្នឹងលោកគ្រូអ្នកគ្រូរៀន search ខ្លួនឯងទៅបាទលោកគ្រូអ្នកគ្រូឃើញតែ search មករបៀបបង្កើត API key Google AI Studio អញ្ចឹងវាមកនៅក្នុងវីដេអូហ្នឹងគេបរៀនច្រើនមែនទែនលោកគ្រូអ្នកគ្រូនៅក្នុង YouTube ហើយចំណុចទៅនេះខ្ញុំជឿថាលោកគ្រូអ្នកគ្រូដែលប្រើប្រាស់ AI ពីមុនមកគឺស្គាល់ហើយស្អីគេ API key ហ្នឹងគឺយើងតែងតែប្រើប្រាស់អាហ្នឹងដើម្បីបានមុខងារ AI ប្រើអញ្ចឹងខ្ញុំធ្លាប់បង្កើតច្រើនខ្ញុំឃើញតែចុច copy ទៅខ្ញុំបង្កើតតាំងពីខែ6បាទខ្ញុំនៅតែប្រើបានអញ្ចឹងខ្ញុំចុច copy យកតែម្ដងឃើញតែចុចកន្លែង copy ហ្នឹងមកហើយខ្ញុំយកវាមកផាសកន្លែងនេះខ្ញុំដាក់ថា API key ហ្នឹងលោកគ្រូអ្នកគ្រូឃើញថាយកវាមកផាសតែហ្នឹងមកហើយចុចពាក្យរក្សាទុកត្រួតពិនិត្យត្រឹមត្រូវបាទអញ្ចឹងនៅពេលនោះវានឹង load មកនេះ API key យើងប្រើប្រាស់ត្រឹមត្រូវវា load មកពណ៌បៃតងនឹងរួចហើយបើសិនជាលោកគ្រូអ្នកគ្រូចង់បានមុខងារថ្មីចុចនេះ update model មកវានឹង update យកចំនួនថ្មីឲ្យយើងទៅប្រើប្រាស់ហើយ
បាទបន្តទៀតយើងត្រឡប់ទៅលើវិញយើងទៅចុចលើ menu បង្កិច្ចតែងការបង្រៀនលោកគ្រូអ្នកគ្រូចុចលើនឹងមកហើយអាព័ត៌មានខាងលើនេះខ្ញុំសរសេរ note ចំណាំពី step by step នៃការបង្កើតរបស់យើងអញ្ចឹងអ្វីដែលយើងត្រូវធ្វើមកគឺលោកគ្រូអ្នកគ្រូចូលមកដល់កន្លែងព័ត៌មានទូទៅនៃមេរៀនបាទតើនឹងខ្ញុំដាក់ simple តែត្រឹម2 4 6 7ឲ្យទេបាទ7ឲ្យទេអញ្ចឹងលោកគ្រូអ្នកគ្រូបរៀនមួយណាសរសេរមុខវិជ្ជាខ្លួនឯងដាក់ក្នុងនឹងមកព្រោះតែនឹងមុខវិជ្ជាឥឡូវខ្ញុំឧទាហរណ៍ខ្ញុំចូល ICT តែបើថាលោកគ្រូអ្នកគ្រូបរៀនមុខវិជ្ជាផ្សេងនេះលោកគ្រូអ្នកគ្រូយកផ្សេងវានឹងលោតកន្លែងនៅលោកគ្រូអ្នកគ្រូសរសេរឈ្មោះមុខវិជ្ជាចូលហើយព្រោះមុខវិជ្ជានេះគឺយើងយកទៅដាក់ពីលើកិច្ចតែងការបង្រៀនរបស់យើងមែនទេអញ្ចឹងខ្ញុំសុំយកនេះហើយបាទឥឡូវខ្ញុំសរសេរបញ្ចូលហើយខ្ញុំថាព័ត៌មានវិជ្ជាបាទខ្ញុំសរសេរឲ្យវាពេញអញ្ចឹងមកបាទព័ត៌មានវិជ្ជាអញ្ចឹងថ្នាក់ខ្ញុំសុំយកកម្រិតថ្នាក់ទី10ចុះបាទព័ត៌មានវិជ្ជាថ្នាក់ទី10ហើយចំណងជើងមេរៀនបាទចំណងជើងមេរៀនលោកគ្រូអ្នកគ្រូអីគេដាក់មកថាឥឡូវមេរៀនទី1ហ្នឹងយើងនឹងចំណងជើងបែបណាលោកគ្រូដាក់មកឥឡូវខ្ញុំថាមេរៀនរបស់ខ្ញុំ computer បាទខ្ញុំឧទាហរណ៍ណាលោកគ្រូអ្នកគ្រូតែមេរៀនយើងគឺវែងជាងហ្នឹងហើយសាលារៀនបើលោកគ្រូបឋមដាក់បឋមសិក្សាទេមកតែខ្ញុំ default ឡើយហ្នឹងគឺឈ្មោះវិទ្យាល័យអញ្ចឹងលោកគ្រូអ្នកគ្រូដាក់តាមចិត្តអាហ្នឹងឥឡូវខ្ញុំឧទាហរណ៍ថាអនុបាទវិទ្យាល័យសេរីមង្គលយ៉ាងកោះបាទខ្ញុំឧទាហរណ៍ណាអនុវិទ្យាល័យសេរីមង្គលបាទនេះឈ្មោះលោកគ្រូអ្នកគ្រូបាទខ្ញុំដាក់ថាបាទលោកគ្រូព័ត៌មានវិជ្ជាអញ្ចឹងតែនឹងគឺឈ្មោះរបស់លោកគ្រូអ្នកគ្រូទេហើយចំនួនសិស្សរបស់យើងចំនួនសិស្សនេះលោកគ្រូអ្នកគ្រូត្រូវដាក់ជាចាំបាច់ព្រោះអីថាលោកគ្រូអ្នកគ្រូបរៀននៅថ្នាក់ខ្ញុំដាក់ថ្នាក់គេមិញថ្នាក់ទី10បាទកម្រិតថ្នាក់ទី10ហ្នឹងលោកគ្រូបរៀន10អីគេឧទាហរណ៍10ខអញ្ចឹងមានសិស្សប៉ុន្មាននាក់ឥឡូវខ្ញុំថា55នាក់ចុះបាទចំណុចទៅនឹងលោកគ្រូអាចសរសេរជាខ្មែរក៏បានភាសាអង់គ្លេសក៏បានលេខបារាំងក៏បានដែរបើយើងនិយាយខ្លីហើយការបច្ឆេទបាទការបច្ឆេទបាទអញ្ចឹងខ្ញុំសូម copy ទៅការបច្ឆេទហ្នឹងគឺខ្ញុំឧទាហរណ៍ខ្ញុំយកថ្ងៃហ្នឹងចុះបាទការបច្ឆេទយកថ្ងៃហ្នឹងបាទហើយកិច្ចតែងការបរៀនហ្នឹងលោកគ្រូចង់បញ្ចប់ពេលណាបើថាមេរៀនកិច្ចតែងការរបស់យើងហ្នឹងបញ្ចប់ពេលណាអញ្ចឹងខ្ញុំយកការបច្ឆេទការបច្ឆេទយើងមិនបាច់យកនេះទេវែងពេកកុំឲ្យវាវែងឥឡូវខ្ញុំដាក់ថាចេះចុះបាទខ្ញុំយកតែលេខប៉ុណ្ណេះតែប្រើទេបាច់យករោចយកអីហ្នឹងទៅទេវាច្រើនបាទប៉ុណ្ណឹងហើយខ្ញុំថាបញ្ចប់នៅក្នុងអានេះថ្ងៃទី12សីហាខ្ញុំថាបញ្ចប់ថ្ងៃទី20សីហាចុះបាទមេរៀនរបស់យើងបានថាកិច្ចតែងការមេរៀនមួយហ្នឹងខ្ញុំបង្កើតមកយើងចាប់ផ្ដើមបរៀននឹងបញ្ចប់ពេលណាអញ្ចឹងលោកគ្រូសូមដាក់តាមហ្នឹងទៅបាទជាក់ស្ដែងហើយចំនួនរយៈពេលបរៀនលោកគ្រូចង់បានប៉ុន្មានបាទរើសហើយបើថា60នាទីមិនគ្រប់គ្រាន់ទេយើងអាចចុចផ្សេងគឺយើងអាចសរសេរបញ្ចូលបានឥឡូវខ្ញុំថាខ្ញុំយក45នាទី50នាទីចុះបាទ50នាទី50នាទីបាទ50នាទីហើយចូលមកដល់ក្បាលឯកសារបាទក្បាលឯកសារខាងលើមន្ទីរអប់រំយុវជននៃគេលោកគ្រូដាក់មកលោកគ្រូបរៀននៅខេត្តណាអាហ្នឹងវានៅខាងលើនេះលោកគ្រូបាទនេះបាទក្បាលខាងលើហ្នឹងនេះផ្នែកខាងហ្នឹងនេះបើ style តម្រងកិច្ចតែងការថ្មីនេះគឺខ្ញុំបន្ថែមអង្គភាពចូលបាទអញ្ចឹងតើនឹងលោកគ្រូគេការិយាល័យអប់រំស្រុកឬក៏ខេត្តអីគេដាក់មកការិយាល័យអប់រំស្រុកអីគេឈ្មោះសាលាយើងបាទឈ្មោះសាលាយើងបានពេញពីមុនណោះបាទនេះខ្ញុំសុំ copy ហើយឥឡូវខ្ញុំអត់សុំកែណាលោកគ្រូកុំឲ្យវីដេអូវារៀងវែងអញ្ចឹងឥឡូវខ្ញុំសុំយកដដែលចុះហើយបាទថ្ងៃខែនេះគឺថ្ងៃខែខាងនេះបាទនេះថ្ងៃខែខាងលើនេះលោកគ្រូកុំច្រឡំអាមុនហ្នឹងគឺនេះការបច្ឆេទបង្រៀនហ្នឹងគឺវាសូនៅតានេះលោកគ្រូបាទនេះសូនៅតានេះឃើញទេថ្ងៃខែឆ្នាំបរៀននេះពីថ្ងៃហ្នឹងដល់តែការបច្ឆេទហ្នឹងគឺការបច្ឆេទលើនេះអញ្ចឹងខ្ញុំសូម copy ទាំងអស់ដល់ពេលនេះខ្ញុំសូម copy ទាំងអស់ចេះទៅវិញបាទខ្ញុំសូម copy អញ្ចឹងទាំងអស់ទៅវិញបាទហើយខ្ញុំសូមខាត់ត្រូវនឹងថ្ងៃនេះបាទចេះទៅហើយ
តនេះលោកគ្រូចង់ដាក់ក៏បានមិនដាក់ក៏បានដែរស្រេចចិត្តលោកគ្រូតែខ្ញុំត្រឡប់របស់ខ្ញុំអត់ដាក់ទេអានេះបានន័យថាបំណិនជីវៈអីផ្សេងនេះលោកគ្រូចង់ដាក់ទៅតែខ្ញុំមិនដាក់ទេហើយតនេះហត្ថលេខានាយកបច្ចេកទេសគ្រូមុខវិជ្ជាតនឹងគឺវានៅសូតនេះលោកគ្រូនេះបាទសូតនេះបាទតនឹងគឺសូតនឹងអញ្ចឹងតនឹងលោកគ្រូសុំបាទពេញមកចង់បើតនឹងនាយករងដាក់នាយករងទៅគ្រូមុខវិជ្ជាដាក់គ្រូមុខវិជ្ជាទៅតែខ្ញុំ default គឺដាក់ឲ្យប៉ុណ្ណឹងបន្តមកទៀតបាទវិធីសាស្ត្របង្រៀនលោកគ្រូចង់ថាមេរៀនមួយហ្នឹងលោកគ្រូចង់រើសវិធីសាស្ត្រមួយណាអញ្ចឹងវិធីសាស្ត្រខ្ញុំសុំដាក់តែ4ទេដាក់តែ6នេះទេបាទសារ6នេះគឺជាវិធីសាស្ត្រដែលពេញនិយមប្រើច្រើនជាងគេហើយដែលពេញនិយមខ្លាំងនោះគឺនេះ file E យើងនេះបាទ file E រិះរោដោះស្រាយអញ្ចឹងទៅអញ្ចឹងលោកគ្រូរើសខ្លួនឯងមកថាមេរៀនមួយហ្នឹងគួរដាក់វិធីសាស្ត្របែបណារើសទៅឥឡូវខ្ញុំសុំដាក់ប្រភេទ by Bloom បាទ Bloom E file E ជាស្រ័យជាប់មាត់ file E ទាំង5របស់យើងហ្នឹងបាទសម្រើសយកវិធីសាស្ត្រមួយហ្នឹងហើយតនេះលោកគ្រូចង់សរសេរខ្លឹមសារមេរៀនចូលទៅមិនសរសេរទេអាប់ឡូតជារូបភាពហ្នឹងយើងបានមកពីណាយើងបានពីសភៅរបស់យើងបាញ់ហ្នឹងមកហើយខ្ញុំសុំចូលទៅយករូបភាពរបស់ខ្ញុំបាទរូបភាពមេរៀនរបស់យើងបាទនេះមេរៀនទី10របស់ខ្ញុំហើយខ្ញុំយកមេរៀនទី1យកមកដែរបាទមេរៀនទី1របស់ខ្ញុំមាន15សន្លឹកអញ្ចឹងខ្ញុំសុំអាប់ឡូតចូលទាំង15សន្លឹកហ្នឹងបាទអញ្ចឹងនៅពេលនោះគឺវានឹងបានរូបភាពដែលយើងអាប់ឡូតចូលមកវានឹងចូលមកនឹងទាំងអស់ហើយលោកគ្រូគាត់តែចុចបង្កើតកិច្ចតែងការហើយយើងរងចាំបន្តិចទៅតើនឹងតិចច្រើនវាលឿនដូចឆាប់វាអាស្រ័យនឹងលើមេរៀនរបស់លោកគ្រូទេដាក់មេរៀនរៀងច្រើនស្មុគស្មាញច្រើន AI វានឹងវិភាគរៀងច្រើនដែរហើយវាយករបស់យើងទៅធ្វើតម្រង់វិធីសាស្ត្រដែលយើងបានជ្រើសរើសខាងលើហ្នឹងបាទអញ្ចឹងយើងរងចាំលទ្ធផលខាងក្រោមនេះមកបាទរៀងយូរដែរហើយចេញជាលទ្ធផលនឹងរួចបានយើងយកមកធ្វើចំណុចមួយនេះ slide បរៀននេះខ្ញុំសុំបញ្យល់បន្តិចបាទ slide បរៀនគឺយើងធ្វើចេញពីកិច្ចតែងការបរៀនរបស់យើងនឹងឯងកម្រងសំណួរក៏ដូចគ្នាលបែងសិក្សាក៏ដូចគ្នាបែងចែកក្រុមអីក៏ដូចគ្នាបាទគឺយើងយកចេញពីមេរៀនដែលលោកគ្រូអាប់ឡូតបញ្ចូលក្នុងកិច្ចតែងការគឺខ្ញុំអត់បដោតអីផ្សេងពីនឹងមកទេគឺខ្ញុំបដោតទៅលើថាលោកគ្រូអាប់ឡូតមេរៀននឹងយកទៅធ្វើកិច្ចតែងការវានឹងបង្កើត slide ទាញអត្ថបទទាញអត្ថន័យទាញខ្លឹមសារមេរៀនចេញពីមេរៀនដែលលោកគ្រូអាប់ឡូតហ្នឹងយកមកធ្វើជា slide បង្រៀនតែប៉ុណ្ណោះអូខេឥឡូវគឺយើងបានលទ្ធផលមកហើយបាទនេះកិច្ចតែងការបរៀនបាទ E ទាំង5របស់យើងដែលយើងជ្រើសរើសយកទម្រង់ file E បាទអញ្ចឹងយើងមកមានអញ្ចឹងលោកគ្រូមើលពិនិត្យមើលខ្លួនឯងបើថាខុសខ្វះឆ្គងអីយើងអាចកែសម្រួលវិញទៅឲ្យវាឬក៏ចុចបង្កើតសម័យមកវានឹងអាប់ដេតខ្លឹមសារយើងហើយតើនេះលោកគ្រូអាចសេរីសរង់បានបាទសេរីសរង់បានចង់ទៅបែបម៉ាពួកឯងខ្ញុំឲ្យមានមុខងារអាចផ្លាស់ប្ដូរទីតាំងឲ្យបានចំណុចទៅហ្នឹងបាទអូខេហើយបើថាស្អាតត្រឹមត្រូវរួចរាល់ហើយលោកគ្រូចុចនេះ download ជាទម្រើសមួយណាក៏បានដែរស្រេចចិត្តលោកគ្រូតែយើងភិកច្រើនយើង print ចេញគឺយើងយក PDF ណាលោកគ្រូបាទចុចទៅគឺយើងនឹងបាន PDF file A4 slash A4 បាទបែបនេះបាទនេះគឺជាទម្រង់កិច្ចតែងការរបស់យើងលោកគ្រូអាចយកទៅ print ដាក់ចូលក្នុងសភៅរបស់យើងបានតែនេះធ្លាក់បន្តិចបាត់ហើយអញ្ចឹងចាំពេល print យើងលួចយើងអីថែមហ្នឹងទៅហើយលោកគ្រូពិនិត្យដូចខ្ញុំនិយាយខាងលើអញ្ចឹង AI ឃើញតែជាមធ្យោបាយមួយដើម្បីសម្រួលការងារលោកគ្រូទេតែអ្វីផ្សេងគឺលោកគ្រូត្រូវយកមកវិភាគតន័យខ្លួនឯងបាទដូចឧទាហរណ៍ជាក់ស្ដែងបាទអញ្ចឹងយើងដាក់បែបហ្នឹងចំណងជើងមេរៀនយើងវិជាសម្បទាបំណិនសម្បទាចក្យាសម្បទាលោកគ្រូមើលខ្លួនឯងទៅថាវាស៊ីជាមួយនឹងមេរៀនយើងអត់វាត្រឹមត្រូវជាមួយមេរៀនយើងអត់ហើយសម្ភារៈបង្រៀនរបស់យើងហ្នឹងគឺត្រឹមត្រូវអីអត់ព្រោះ AI គ្រាន់តែវិភាគមកទៅហើយសកម្មភាពអីផ្សេងដែលយើងជ្រើសរើសវិធីសាស្ត្របង្រៀនយកមកហ្នឹងវាត្រឹមត្រូវអីអត់លោកគ្រូអានវិភាគថ្លឹងថ្លែងឲ្យបានត្រឹមត្រូវចាំសម្រាប់ចិត្តយកលទ្ធផលមួយហ្នឹងទៅប្រើប្រាស់ជាផ្លូវការបាទអូខេអញ្ចឹងយើងតទៅទៀតឥឡូវខ្ញុំឧទាហរណ៍ថាយើងបង្កើតកិច្ចតែងការបានហើយអញ្ចឹងយើងត្រូវបង្កើត slide សម្រាប់យកទៅបរៀននៅលើមេរៀននឹងមួយទៀតមែនទេបាទអញ្ចឹងលោកគ្រូចុចកន្លែង slide សម្រាប់បង្រៀននៅពេលនេះគឺវានឹងប្រើប្រាស់មុខងារ AI ទៀតហើយបាទដោយខ្ញុំភ្ជាប់ជាមួយនឹង Gemini បាទយើងឃើញតើនេះបង្កើតគំនុះព្រៀង slide បាទបង្កើតសិនមកវានឹងទាញទិន្នន័យឬក៏ទាញលទ្ធផលដែលយើងបានអាប់ឡូតមេរៀនយើងយកទៅធ្វើជាកិច្ចតែងការបរៀនហ្នឹងយកមកភ័ណ្ឌជាចំណុចដើម្បីឲ្យលោកគ្រូយកទៅធ្វើជា slide ហើយវាមានប្រមាណ slide មួយ slide វានឹងបង្ហាញបទបែនជាក់ស្ដែងទៅតាមមេរៀនលោកគ្រូថាមេរៀនហ្នឹងគួរតែបង្កើតប្រមាណ slide អញ្ចឹង AI វានឹងវិភាគវានឹងរៀបចំ
ព្រៀងសម្រាប់ឲ្យយើងយកទៅបង្កើតដែរបាទឥឡូវបានហើយអញ្ចឹងគឺវាមេរៀនមួយហ្នឹងគឺវាបង្កើតឲ្យយើងបានតទៅ10 slide បាទ10 slide សម្រាប់យកទៅបរៀនអញ្ចឹងសួរថាបែបនេះយកទៅបរៀនកើតអត់គ្រូបាទគឺអត់តាន់ទេនេះនៅមកចំណុចចុងក្រោយទៀតជំហានទី3អញ្ចឹងអានេះជំហានទី1គឺយើងបង្កើតព្រៀងជំហានទី2វាចេញគំរូឲ្យជំហានទី3គ្រូឃើញតែចុចនេះ create Google slide បាទអញ្ចឹងពេលដែលយើងចុច create ហ្នឹងទៅវានឹងនាំយើងទៅដល់ Google slide បាទអញ្ចឹងខ្ញុំសុំចូលមកនេះចុះវានឹងនាំយើងទៅដល់ Google slide បែបនេះលោកគ្រូបាទបាទនេះវាប្រកាសជានាំយើងមកដល់ទម្រង់បែបនេះដោយសារខ្ញុំប្រើប្រាស់ server មួយនេះវាអត់មាន Gmail អត់មានអីភ្ជាប់អញ្ចឹងនៅពេលដែលលោកគ្រូបង្កើត slide បង្កើតអីរួចឃើញតែចុច create ហ្នឹងមកវានឹងនាំយើងមកដល់ចំណុចបែបនេះចំណុចបែបហ្នឹងលោកគ្រូឃើញតែចុចបូកនេះសញ្ញាបូកហ្នឹងមកបាទបូកហ្នឹងមកបាទហានេះខ្វែងមកបានបែបនេះរួចលោកគ្រូមកមើលខាងស្ដាំដៃរបស់យើងជាប់ profile យើងហ្នឹងឃើញរូប Gemini បាទឃើញតែចុច Ask Gemini ហ្នឹងមកលោកគ្រូ copy នេះ slide ទី1របស់យើងគេនិយាយពីអីគេនេះបាទឃើញតែចុច copy ហ្នឹងមកបាទ copy ហើយយកវាមកផាសមកបាទហើយចុចបញ្ជូនទៅបាទ AI វានឹងចាប់ផ្ដើមរៀបចំ Gemini វានឹងចាប់ផ្ដើមរៀបចំ slide ទី1ហ្នឹងឲ្យយើងហើយបាទខ្ញុំសូម copy បន្តទៀតទៅ slide ទី2បាទនេះបាទផាសហើយបាទវានឹងចាប់ផ្ដើមរៀបចំឲ្យយើងហើយបាទអូខេឥឡូវគឺ slide របស់យើងគឺបង្កើតបានមកហើយរឿង font អក្សររឿងអីចាំលោកគ្រូថែមថយកែកុនតាមក្រោយទៅណាអញ្ចឹងយើង refresh យក slide ហ្នឹងមកអញ្ចឹងចូល slide ទី2បាទចាំមិនថានេះយើងធ្វើឲ្យបានចេញជា slide រួចចាំយើងផ្លាស់ប្ដូរ font ផ្លាស់ប្ដូរពណ៌ផ្លាស់ប្ដូរអីតាមក្រោយតាមចិត្តចង់តាមការស្រឡាញ់របស់លោកគ្រូទៅអញ្ចឹងខ្ញុំសូមឧទាហរណ៍ថា3 slide ឲ្យទេបាទដោយសារធ្វើច្រើនពេកខ្លាចស៊ីនាទីវីដេអូដោយសារនៅរងចាំនេះឲ្យ10 slide ណោះបាទអញ្ចឹងសូមដាក់ slide ទី3ត្រៀមបញ្ចូលតែខ្ញុំគិតថាអក្សរដែល AI Gemini វាបង្កើតឲ្យវាស៊ីនឹងបដិបត្តិតែម្ដងឃើញថាតូចធំហើយលោកគ្រូសរេស្រង់ថែមខ្លួនឯងទៅដូចតែនេះអីយើងតូចអីយើងអាចថែមវាបានបាទចូល slide ទី2មកហើយបាទ insert បញ្ចូលមកបាទ slide ទី3អញ្ចឹង slide ទី2គេទុកឲ្យយើងបាទមកណាមិនខ្ញុំស្មានថាមានរូបបាទ slide ទី2គេនិយាយពីខួរក្បាលអញ្ចឹងវាយកដាក់អញ្ចឹងចំពោះការបង្កើត slide នេះយើងប្រើមុខងារ AI វានឹងវិភាគទៅលើអត្ថន័យរបស់យើងហ្នឹងគឺវានឹងយករូបយកអីមកដាក់ឲ្យយើងបែបគំរូ simple មកដូចអក្សរតនេះលោកគ្រូចង់បានធំជាងនឹងអីយើងអាច select ហើយយើងថែមទំហំ font ទៅបាទឥឡូវខ្ញុំចង់ផ្លាស់ប្ដូរ font អីគឺយើងយកបែប font នេះទៅ font ហ្នឹងអត់ស្អាតវានេះជាមួយអក្សរខ្មែរបាទដាក់ insert slide ទី3បាទអូខេអញ្ចឹងបាន3 slide រួចហើយអញ្ចឹងលោកគ្រូនៅពេលដែលថាធ្វើរួចសរេស្រង់អីថែមថយខ្លួនឯងណាហើយខ្ញុំសង្ឃឹមថាលោកគ្រូនឹងចេះប្រើប្រាស់ Google slide មួយហ្នឹងដោយសារឥឡូវគឺយើងមានមុខងារ AI ជួយយើងការងារច្រើនអញ្ចឹងខ្ញុំឧទាហរណ៍ណាថាពណ៌ថាអក្សរថាអីដែលយើងសរេស្អាតរួចរាល់ហើយលោកគ្រូសួរថា download ចេញតាមណាអញ្ចឹងយើងចូលទៅកន្លែង file ហើយយើងយកពាក្យថា download នេះdownload ទៅនេះវាមានច្រើនជម្រើសឲ្យលោកគ្រូអញ្ចឹងលោកគ្រូចង់យកជាអីបាទជា file PPTX ហ្នឹងគឺ file ដែលយើងបើកនៅលើកម្មវិធី PowerPoint របស់យើង file PDF ហើយឥឡូវវាមានមុខងារ convert ជាវីដេអូឲ្យទៀតនេះបាទ new បាទ new convert ជាវីដេអូឲ្យអញ្ចឹងខ្ញុំសាកយក convert នឹងមើលខ្ញុំមិនដែលប្រើដែរអូអានេះវាចូលទៅក្នុងវីដបាទកម្មវិធីវីដកាត់វីដេអូឲ្យវាភ្ជាប់មុខងារ auto អញ្ចឹងខ្ញុំសាកចូល file សម័យខ្ញុំ download ជា file PowerPoint បាទវាចាប់ផ្ដើម download ឲ្យយើងបានពេញយើងទទួលបាន slide មេរៀនមួយហើយយើងអាចយកមកបើកប្រើប្រាស់ edit ថែមថយនៅលើ computer យើងបានដូចគ្នាបាទនេះមេរៀនបង្កើត slide របស់យើង automatic បាទអញ្ចឹងត្រឡប់ទៅកម្មវិធីយើងវិញបាទខ្ញុំសូមបង្ហាញប៉ុណ្ណឹងបាទបន្ទាប់ពីលោកគ្រូបង្កើត slide បង្កើតអីរួចចង់បង្កើតជាសំណួរមួយទៀតបាទយើងចូលទៅប៊ូតុងបង្កើតជាសំណួរមកអញ្ចឹងសំណួរខ្ញុំមានជំរើសឲ្យដូចគ្នាខ្ញុំដាក់ឲ្យបាន4ជំរើសបាទ4ជំរើសវាមានសំណួរពហុជ្រើសរើសបំពេញចន្លោះពិតមិនពិតសំណួរខ្លីនិពន្ធអីចឹងទៅអញ្ចឹងខ្ញុំសូមជ្រើសរើសថាពហុជ្រើសរើសចាស់
បាទរួចបង្កើតសំណួរដែលស្វ័យប្រវត្តិចំណុចហ្នឹងដូចគ្នាលោកគ្រូគឺ AI វានឹងទាញវានឹងវិភាគពីមេរៀនដែលលោកគ្រូអាប់ឡូតចូលទៅធ្វើកិច្ចតែងការហ្នឹងវានឹងវិភាគវានឹងចងក្រងវានឹងរៀបចំបង្កើតជាសំណួរពហុជ្រើសឲ្យយើងនឹងដូចគ្នាបាទអញ្ចឹងសូមរងចាំតិចទៅហើយដូចខ្ញុំនិយាយខាងដើមអញ្ចឹងដោយសារខ្ញុំចំណាយពេលវេលាហើយក៏ខ្ញុំបានដាក់ប្រាប់ឲ្យប្រើប្រាស់ពីចំនួន1ដល់ចំនួន6រួចហើយអញ្ចឹងចំនួន7នេះគឺខ្ញុំនឹងសុំគិតជាសេវាហើយក៏ខ្ញុំអត់គិតថ្លៃដែរបាទតម្លៃធូរថ្លៃទេគឺគិតតែត្រឹមជាថ្លៃកាហ្វេដែលខ្ញុំចំណាយនឹងអ៊ីនធឺណិតតិចតួចដែលខ្ញុំបានធ្វើហ្នឹងទុកយកមកបង់ថ្លៃអ៊ីនធឺណិតនិងការចំណាយកាហ្វេអីហ្នឹងឯងបាទអូខេអញ្ចឹងវាបង្កើតជាសំណួរឲ្យយើងលោកគ្រូបាននេះបាទបង្កើតជាសំណួរខ្ញុំភ្លេចបើកមុខងារចាំខ្ញុំបង្កើតមុខងារឲ្យបន្តិចចុះឧទាហរណ៍ថាបានសំណួរយើងត្រូវ download ណាខ្ញុំភ្លេចគិតចំណុចហ្នឹងចាំខ្ញុំបង្កើតជាមុខងារឲ្យមានជំរើសទាញយកបាទទាញយកឬក៏លោកគ្រូជំរើសរបស់លោកគ្រូបើថាបង្កើតជាសំណួរយើងសាកបំផុសសំណួរសួរក្មេងណាយើងឲ្យចម្លើយ4ទៅក្មេងជ្រើសចឹងទៅបាទអញ្ចឹងនេះចម្លើយទៅគឺពណ៌បៃតងហ្នឹងបាទល្បែងសិក្សាបាទដូចគ្នាគឺវានឹងទាញចេញពីមេរៀនរបស់លោកគ្រូមកដូចគ្នាអញ្ចឹងខ្ញុំមានជំរើសល្បែងសិក្សាឲ្យចំនួន2 4បាទ10ល្បែងសិក្សាអញ្ចឹងលោកគ្រូអាចជ្រើសរើសអាចធ្វើឲ្យបានតាមហ្នឹងបាទវាដូចតែគ្នាទេលោកគ្រូបាទជ្រើសរើសឲ្យធ្វើតាមហ្នឹងទៅខ្ញុំអត់បង្ហាញទេចំណុចហ្នឹងពេលដែលលោកគ្រូប្រើប្រាស់គឺថឹងខ្លាញ់ខ្លួនឯងទៅបាទអញ្ចឹងមកដល់កន្លែងបែងចែកក្រុមតនេះលោកគ្រូអាចថានៅក្នុងមេរៀនហ្នឹងយើងអាចធ្វើជា challenge ក្មេងបែងចែកជាក្រុមឲ្យក្មេងគាត់ធ្វើជាសំណួរដែលយើងបានបង្កើតជាសំណួរហ្នឹងដាក់ឲ្យឬក៏ឲ្យគាត់បែងចែកជាក្រុមឲ្យគាត់រួចឲ្យគាត់ឡើងធ្វើឬក៏ឡើងឆ្លើយលើក្តារខៀនអីហ្នឹងគឺខ្ញុំបង្កើតបានតែមួយទេខ្ញុំដាក់ជំរើសឲ្យតែមួយបាទគឺជាប្រភេទកងរង្វិលហើយរង្វិលហ្នឹងបានន័យថាបាទចំណងជើងរបស់ខ្ញុំដាក់នេះបែងចែកក្រុមសិក្សាអញ្ចឹងជំរើសក្រុមហ្នឹងទំហំក្រុមលោកគ្រូចង់បានប៉ុន្មានអ្នកហើយអានេះគឺវាទាញតិន្នន័យសិស្សយើងបញ្ចូលដែលលោកគ្រូបញ្ចូលសិស្សយើងមុនប៉ុន្មានដូចខ្ញុំថា55អញ្ចឹង55ហ្នឹងលោកគ្រូចង់បែងចែកចេញជាប្រមាណក្រុមគឺដាក់ទៅហ្នឹងមកឥឡូវខ្ញុំថា7ក្រុមហើយខ្ញុំចាប់ផ្ដើមពង្វល់កងតនេះលោកគ្រូអាចដាក់ឲ្យក្មេងមើលតែម្ដងទៅបាទអញ្ចឹងក្រុមទី1បាទក្រុមទី1សិស្សដែលមានលេខរៀងទី5បាទបន្តទៀតមកបាទលេខ43អញ្ចឹងវានឹងចាប់ទៅនេះគ្រូនេះក្រុមទី1សិស្សលេខ5សិស្សលេខរៀងទី43គឺខ្ញុំមកដាក់ឈ្មោះណាគឺវាចាប់យកតែលេខរៀងឯងដោយសារយើងមានបញ្ជីឈ្មោះយើងស្រេចហើយបាទលេខ53អញ្ចឹងវាបន្តគ្រប់វាបែងចែករួចវានឹងចូលទៅក្រុមទី2អូតូម៉ាទិកអញ្ចឹងតែនឹងដូចគ្នាលោកគ្រូឃើញតែចុចបង្វិលហ្នឹងទៅតែនឹងចាំខ្ញុំឲ្យទាញឲ្យមានមុខងារទាញលទ្ធផលក្រុមនឹងចេញដូចគ្នាខ្ញុំភ្លេចគិតដល់ចំណុចហ្នឹងតែចាំខ្ញុំអាប់ដេតជូនលោកគ្រូបាទអូខេអញ្ចឹងគ្នា55យើងចូលតែ7ក្រុមដូចជាមួយក្រុមច្រើនអ្នកដែរមួយក្រុមបានដល់2 4 6មួយក្រុមដល់7អ្នកឥឡូវវាចូលក្រុមលេខរៀងទី2ហើយបាទវានឹងបែងចែកសិស្ស55នាក់ហ្នឹងទៅជា7ក្រុមហើយចាប់ដោយចៃដន្យបាទលេខរៀងសិស្សគឺចាប់ដោយចៃដន្យអាហ្នឹងគឺសក្រិតយើងអាច challenge មួយក្មេងបាទដូចគ្នាសម្បីខ្ញុំរាល់ថ្ងៃគឺខ្ញុំនៅប្រើប្រាស់វិធីសាស្ត្រកងរង្វិលហ្នឹងគឺ challenge មួយក្មេងឃើញតែឃើញបរិញ្ញាចប់មេរៀនឃើញតែឃើញកងរង្វិលមកក្មេងគាត់ challenge គ្រប់គ្នាតែម្ដងគាត់ភ័យផងអផងខ្លាចក្រុមរបស់គាត់ប៉ះជាមួយអ្នកចេះឬអ្នកមិនសូវចេះតែអត់អីទេយើងជាគ្រូបង្រៀនយើងតែងជួយប្រឹក្សាគាត់តែងតែជួយនេះឲ្យគាត់ដូចគ្នាកែលម្អចំណុចខ្វះខាតឬកែលម្អចំណុចរបស់គាត់នឹងដូចគ្នានៅពេលដែលគាត់ប្រកល់កិច្ចការងារឲ្យយើងមកវិញបាទអូខេអញ្ចឹងខ្ញុំសូមប៉ុណ្ណឹងនេះរបៀបបង្កើតក្រុមសិក្សាហើយបាទខ្ញុំគឺមានតែប៉ុណ្្នឹងដូចគ្នាបាទប្រព័ន្ធកិច្ចតែការថ្មីនេះគឺខ្ញុំបន្ថែមមុខងារឲ្យតែប៉ុណ្្នឹងឯងបានយើងបានជំរើសមុខងារបើគិតទៅប្រព័ន្ធនេះយើងមាន1 2 3 4 5 5 in 1បានន័យថាប្រព័ន្ធកិច្ចការមួយគឺយើងមាន4នៅក្នុងនឹងបន្ថែមទៀតគឺខ្ញុំព្យាយាមឲ្យបាទហើយនេះខ្លាចឧបត្ថម្ភជាកាហ្វេតែតនេះបើសិនជាលោកគ្រូជាវកញ្ចប់របស់ខ្ញុំឬក៏ជាវកិច្ចតែការបរិញ្ញានឹងរួចលោកគ្រូចង់ឧបត្ថម្ភក៏បានឧបត្ថម្ភអីក៏បានដែរស្រេចចិត្តលោកគ្រូក៏លោកថាប្រើទៅប្រព័ន្ធរបស់ខ្ញុំជួយការងារលោកគ្រូច្រើនគិតដល់ការបង្កើតចំណាយពេលវេលាបង្កើតគិតដល់ការចំណាយថ្លៃកាហ្វេដែលខ្ញុំអង្គុយផឹកឲ្យធ្វើវាហើយចំណាយពេលចំណាយថ្លៃអ៊ីនធឺណិតដែលខ្ញុំព្យាយាមបង្កើតគ្នាគ្រូគិតទៅខ្ញុំគិតថាយើងធ្វើអីមួយវាសិតតែចំណាយពេលវេលាអញ្ចឹងពេលវេលាហ្នឹងវាសិតជាបើយើងពាក្យសាមញ្ញរបស់យើងណាពេលវេលាជាមាសប្រាក់ណាអញ្ចឹងការអ្នកដែលបង្កើតប្រព័ន្ធមួយឬក៏គាត់ធ្វើអីមួយលោកគ្រូដឹងហើយ
លោកគ្រូធ្វើការងារមួយដឹងតែរំតបានការងារមួយចេញជាសមិទ្ធផលមកគឺត្រូវចំណាយពេលវេលាអញ្ចឹងអាពេលដែលយើងធ្វើហ្នឹងយើងខាតពេលវេលាគេខ្លះបាទអញ្ចឹងលោកគ្រូយើងដឹងដូចគ្នាបាទសូមអរគុណច្រើនអញ្ចឹងជាចុងក្រោយគឺខ្ញុំមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាប្រព័ន្ធមួយនេះនឹងជួយសម្រួលការងារលោកគ្រូក្នុងឆ្នាំសិក្សាថ្មីដូចគ្នាសូម្បីតែខ្ញុំក៏ខ្ញុំនៅតែប្រើប្រាស់នឹងដូចគ្នាអញ្ចឹងយើងជាគ្រូបរិញ្ញាយើងដឹងអ្វីដែលជួបបញ្ហាច្រើនជាងគេគឺការបង្កើតកិច្ចតែងការហ្នឹងឯងហើយខ្ញុំនៅតែនិយាយដដែលហ្នឹងឯងលោកគ្រូប្រព័ន្ធមួយនេះគឺបង្កើតដោយ AI វិភាគទិន្នន័យលទ្ធផលចេញមកគឺ AI ជាអ្នកធ្វើអញ្ចឹងមុននឹងលោកគ្រូសម្រាប់ចិត្តយកលទ្ធផលទៅប្រើប្រាស់ជាផ្លូវការសូមលោកគ្រូថ្លឹងថ្លែងវិភាគទិន្នន័យរបស់យើងដែល AI វាចេញឲ្យយើងហ្នឹងត្រឹមត្រូវអត់បើថាខុសលោកគ្រូកែសម្រួលបាទព្រោះឯនៅក្នុងកន្លែងកិច្ចតែងការយើងនេះបាទយើងមានជំរើសកែលោកគ្រូនេះបើថាវាចេញមកអត់ល្អវាមិនឆ្កងអីទេលោកគ្រូចុចឲ្យវាបង្កើតសម័យវានឹងបង្កើតឲ្យយើងសម័យណាបាទយើងចុចបង្កើតចឹងមកវានឹងចាប់ផ្ដើមធ្វើទិន្នន័យសម័យឲ្យយើងហើយអញ្ចឹងលោកគ្រូមកអាចនេះបាទខ្ញុំសុបភ្លេចប្រាប់លោកគ្រូបាទតនេះគឺយើងអាចបញ្ចូលរូបបានណាលោកគ្រូនេះឃើញខ្ញុំដាក់បន្ថែមប៊ូតុងរូបអីបាទយើងអាចចុចទៅយើងអាចទៅយករូបបានយករូបពីក្រៅបញ្ចូលបានឬក៏ពីកុំព្យូទ័រយើងទៅបញ្ចូលបានបាទខ្ញុំមើលថារូបអង្គរវត្តចឹងមួយចុះហើយយើងអាចសេរីដាក់នៅតាណាខ្ញុំឲ្យមានមុខងារបរិបរួមឯងព្រោះឲ្យខ្លាចស៊ី space តារាងគឺបានតែប៉ុណ្្នឹងវានឹងចាប់ default ទៅបន្ថែមរូបទៀតមកយើងចង់បានរូបអីគេបាទអញ្ចឹងដាក់មកទៅបាត់ចុចខ្វែងបាទមកតារាងគឺបានតែមួយរូបបាទបានតែមួយរូបចាំខ្ញុំបើកមុខងារឲ្យបានដាក់2រូប3រូបឲ្យតែខ្ញុំបើយើងដាក់ច្រើនវាអាចស៊ី space តារាងយើងនេះវាកម្លាតណាភាគច្រើនគេប្រើតែមួយហ្នឹងស្តង់ដារនេះដោយសារខ្ញុំឲ្យ AI វាសរសេរកូដឲ្យចេញដាក់រូបបានវាគិតតាមស្តង់ដារវាបញ្ជូនឲ្យយើងបានតែមួយអូខេអរគុណច្រើនអញ្ចឹងវីដេអូយើងក៏ដល់ឈានដល់ទីបញ្ចប់ហើយចុងក្រោយខ្ញុំសូមជូនពរលោកគ្រូមានសុខភាពល្អបន្តដំណើរក្នុងការនៅក្នុងវិស័យអប់រំយើងបន្តទៀតបាទអរគុណច្រើនសូមជម្រាបលា